Siapa? Kamu siapa? 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 Adil! Adil! Tidakkah kau lihat? ជំរាបសួរសួស្តីប្រិយមិត្តអរគ្នាវិលត្រឡប់ជួបគ្នាសាជាថ្មីជួបជាមួយនឹងសាច់រឿងថ្មីរបស់ប្រធាននូនេស៊ីដែលមានចំណងជើងថាខ្មោចស៊ីសបក្នុងភ្នោដែលជាសាច់រឿងបែបភេរន្ធននឹងងាត់កំបាំងនិយមពីមាននារីស្រស់ស្អាតម្នាក់ប្រើប្រាស់ពេលវេលាពាក់កណ្ដាលជីវិតរបស់នាងដើម្បីចូលទៅក្នុងភ្នោខ្មោចចង់ដឹងការពិតថាពិតជាមានពពួកអមនុស្សមកស៊ីរាងកាយខ្មោចដែលបញ្ចុះនិងធ្វើទារុណកម្មពួកគេពិតមែនដែរឬក៏អត់ហើយហេតុអ្វីបានជានាងធ្វើបែបនេះចង់ដឹងសាច់រឿងល្បិតនឹងចំណោទបញ្ហាទៅជាងណាតោះទៅតាមដានការសម្រាយរបស់ខ្ញុំទាំងអស់គ្នាចាប់ផ្ដើមសាច់រឿងដំបូងរូបភាពក៏បង្ហាញគ្រួសារមួយគឺជាអ្នកបើកហាងលក់នំប៉័ងហើយពួកគេក៏មានកូនប្រុសស្រីពីរនាក់ហើយកូនរបស់ពួកគេតែងតែមកជួយរៀបចំនិងលក់នៅមុខហាងរបស់ពួកគេផងដែរមើលទៅពួកគេក៏ពិតជាមានសុភមង្គលនិងចេះជួយការងារក្នុងគ្រួសារខ្លាំងណាស់តែក្នុងថ្ងៃនោះពួកគេឆ្ងល់ណាស់មិនដេចក៏មានមនុស្សតម្រង់ជួរដូចជារងចាំអ្វីមួយនៅក្បែរហាងរបស់ពួកគេក៏នាំគ្នាអើតមើលក៏ស្រាប់តែបានឃើញហាងលក់ដូណាត់នៅក្បែរនោះបញ្ចុះតម្លៃ 50% ទើបមានមនុស្សជាច្រើនកំពុងតែតម្រង់ជួររងចាំទិញបែបនេះពេលនោះកូនប្រុសច្បងក្នុងគ្រួសារនោះដែលមានឈ្មោះថាអាឌីក៏និយាយថាតើយើងគួរតែបញ្ចុះតម្លៃដូចគេដែរឬក៏អត់ហើយស៊ីតាប្អូនស្រីរបស់គេក៏ថាអញ្ចឹងយើងត្រូវបញ្ចុះតម្លៃរាល់ថ្ងៃមែនដែរឬទេកុំល្ងងពេកគេលក់ដាច់បែបនេះបានតែមួយថ្ងៃនោះទេគេក៏មិនអាចបញ្ចុះតម្លៃរាល់ថ្ងៃដែរឲ្យគេលក់បែបនេះសិនទៅរួចពួកគេក៏បន្តមកឈរលក់ធម្មតាវិញមិនខ្វល់ពីការបញ្ចុះតម្លៃនោះទេហើយពេលនោះឪពុករបស់ពួកគេក៏ទៅបើកសោទ្វារហាងដើម្បីឲ្យភ្ញៀវចូលហើយគ្រាន់តែឪពុករបស់ពួកគេបើកសោទ្វារមុខហាងភ្លាមក៏មានក្មេងប្រុសពីរនាក់ដើរចូលមកតែមើលទៅទំនងពួកគេចូលមកកូននោះទេក៏ឃើញក្មេងពីរនាក់ដែលចូលមកនោះបានយកនំប៉័ងទៅលិតហើយដាក់ចូលវិញមិនទិញនោះទេពេលដែលស៊ីតាឃើញបែបនេះនាងក៏ទៅស្ដីឲ្យពួកគេឆាប់ឲ្យចាក់ចេញពីទីនេះទៅកុំមករំខានហាងរបស់ខ្ញុំបន្ទាប់មកក៏ឃើញបរិសម្នាក់ទៀតបានដើរចូលមកនិងឃើញមានភ្ញៀវពីរនាក់ទៀតកំពុងតែឈរមើលនំនៅឯជ្រុងម្ខាងទៀតនៃហាងនោះហើយបរិសម្នាក់នោះក៏និយាយវែងឆ្ងាយឲ្យម្ដាយរបស់ពួកគេជួយណែនាំនំដែលលក់ដាច់បំផុតនៅក្នុងហាងនេះនិយាយពីនេះពីនោះហាក់ដូចជាមិនមានបំណងទិញឲ្យច្បាស់លាស់នោះទេហើយភ្លាមនោះអាឌីក៏ស្រាប់តែឃើញបរិសម្នាក់ទៀតដោយមានទឹកមុខចម្លែកសម្លឹងចូលមកកាន់ហាងរបស់ពួកគេរួចគាត់ក៏ដើរចូលមកសម្ដៅទៅកាន់អាឌីតែគាត់មិននិយាយអ្វីនោះទេហើយភ្លាមនោះគាត់ក៏ស្រាប់តែកើតអាការៈក្អកស្អាក្នុងបំពង់កហើយអាឌីក៏មានទឹកចិត្តក៏ដើរទៅចាក់ទឹកមួយកែវឲ្យគាត់ផឹកសម្រួលបំពង់ករួចគាត់ក៏អរគុណទៅកាន់អាឌីហើយក៏និយាយថាខ្ញុំអរគុណឯងជាមនុស្សល្អខ្ញុំប្រាប់ឯងមួយទៅចុះឈប់មានជំនឿទៅលើព្រះទៅការបាត់បង់ជីវិតនៅក្នុងផ្លូវរបស់ព្រះគឺត្រូវប្រឈមជាមួយនឹងសត្រូវរបស់គាត់នៅក្នុងភ្នោរួចគាត់ក៏បានហុចកាសែតមួយទៅឲ្យអាឌីនិងបាននិយាយថានេះជាផុសតាងដែលខ្ញុំថតបានពិសោធន៍ផ្ទាល់នៅក្នុងភ្នោនៅកន្លែងកប់ខ្មោចពេលដែលយើងបាត់បង់ជីវិតទៅមានពពួកអមនុស្សដែលប្រឆាំងជាមួយព្រះបានចូលមកធ្វើទារុណកម្មយើងហើយនៅពេលនេះសូមពួកឯងកុំចេញក្រៅឲ្យសោះវាគ្រោះថ្នាក់ណាស់ហើយគាត់ក៏ដើរចេញទៅតាប់មើលការនិយាយស្ដីរបស់គាត់វាហាក់ដូចជាមនុស្សរោគចិត្តអញ្ចឹងពិតជាចម្លែកណាស់រួចរូបភាពក៏កាត់មកមនុស្សប្រុសស្រីពីរនាក់ដែលកំពុងតែឈរនៅជ្រុងម្ខាងហាងនោះកំពុងតែព្យាយាមដាក់ម៉ូគ្នាធ្វើជាឆ្លោះគ្នាយ៉ាងចម្លែកបញ្ឆោតឲ្យម្ដាយរបស់ពួកគេមិនចាប់អារម្មណ៍ចេញទៅសម្របសម្រួលក៏ផ្ដល់ឱកាសឲ្យបរិសដែលនិយាយបង្វែងមុននោះមានឱកាសលូកយកលុយតែពេលនោះស៊ីតាក៏ឃើញតន់ចាប់ដៃបរិសម្នាក់នោះជាប់តែបរិសនោះក៏ថាប្រាក់តិចតួចនោះទេខ្ញុំគ្រាន់តែយកលុយនេះដើម្បីធ្វើដំណើរទៅស្រុកកំណើតប៉ុណ្ណោះព្រោះពួកខ្ញុំជាកម្មករចាញ់បោកគេគ្មានលុយទៅស្រុកកំណើតវិញនោះទេហើយស៊ីតាក៏បន្ធូរដៃដល់លែងបរិសនោះឲ្យចេញទៅតែនាងក៏នៅតែមិនអស់ចិត្តក៏យករឿងនេះស្រែកប្រាប់ឪពុកម្ដាយរបស់នាងហើយឪពុករបស់នាងឮបែបនេះក៏ចេញទៅតាមបរិសនោះមកវិញតែពេលដែលឪពុកម្ដាយរបស់ស៊ីតាបានចេញទៅខាងក្រៅតាមយកលុយពីបរិសម្នាក់នោះវិញក៏ស្រាប់តែមានហេតុការណ៍មួយចេញពីហាងដូណាត់ក្បែរនោះផ្ទុះបញ្ចប់ជីវិតម្ដាយឪពុករបស់ពួកគេបាត់ទៅធ្វើឲ្យពួកគេទាំងពីរឃើញហេតុការណ៍នោះផ្ទាល់ភ្នែកនៅនឹងមុខស្រស់ៗបែបនេះគឺពិតជាតក់ស្លុតនៅក្នុងចិត្តខ្លាំងណាស់បន្ទាប់មករូបភាពក៏កាត់មកឃើញពួកគេទាំងពីរកំពុងតែអង្គុយនៅក្នុងបន្ទប់មួយប្រហែលជាបន្ទប់របស់ពេទ្យសម្រួលផ្លូវចិត្តពួកគេហើយពេលនោះអាឌីក៏ស្រាប់តែនិយាយថាប្រកាសជាបរិសម្នាក់នោះហើយស៊ីតាក៏សួរថាបរិសណាពេលនោះប៉ូលីសក៏ដើរចូលមកនិងប្រាប់ពួកគេថាពួកគាត់បានកំណត់មុខសញ្ញាអ្នកដែលបង្កហេតុរួចហើយគឺជាបរិសម្នាក់ដែលស្ពាយកាបូបពីក្រោយបានចូលហាងរបស់ពួកឯងទើបចេញទៅខាងក្រៅចាប់ផ្ដើមសកម្មភាពហើយបរិសម្នាក់នោះគឺជាអតីតបុគ្គលិករោងចក្រដែលមានព័ត៌មានថាបោកប្រាស់កម្មករមិនបើកប្រាក់ខែឲ្យនោះទេនៅពេលដែលស៊ីតាកំណត់ស្គាល់បរិសម្នាក់នោះហើយនាងក៏ពិតជាមានកំហឹងនៅក្នុងចិត្តណាស់ក៏ចង់ដើរត្រឡប់ទៅផ្ទះវិញហើយអាឌីក៏ខាត់នាងថាឯងទៅផ្ទះវិញតែពេលនេះផ្ទះរបស់យើងលែងមានប៉ាម៉ាក់ហើយតើពួកយើងទៅដើម្បីអ្វីហើយបន្ទាប់មកនាងក៏នៅតែសម្រេចចិត្តត្រឡប់ទៅផ្ទះរបស់នាងវិញជាមួយនឹងអាឌីរួចក៏យកកាសែតដែលបរិសម្នាក់នោះឲ្យអាឌីយកទៅចាក់ហើយក៏ស្រាប់តែពិតជាឮសំឡេងដ៏គួរឲ្យខ្លាចដូចជានៅក្នុងឋាននរកឮចេញពីក្នុងកាសែតនោះពិតមែនដែលបរិសនោះនិយាយថាគាត់ថតបាននៅពេលដែលគាត់ចូលទៅពិសោធន៍ផ្ទាល់ធ្វើឲ្យពួកគេទាំងពីរឈរស្ដាប់ទាំងអារម្មណ៍ភ័យខ្លាចខ្លាំងណាស់បន្ទាប់មករូបភាពក៏កាត់មកស៊ីតាកំពុងតែអង្គុយរៀននៅក្នុងសាលាសាសនាមួយកន្លែងហើយមើលទៅនាងគឺពិតជាក្មេងស្រី
ស្រីរឿងរស់ណាក៏បាននិយាយប្រកែកជាមួយនឹងអ្នកគ្រូបង្រៀនរបស់នាងនៅក្នុងថ្នាក់នោះនឹងមិនជឿអំពីការបាត់បង់ជីវិតហើយក៏ត្រូវជួបទារុណកម្មនៅក្នុងភ្នោបន្ទាប់ពីបាត់បង់ជីវិតនោះទេដោយនាងតែងតែមានកំណត់ថាវាមិនពិតនោះទេហើយនៅពេលដែលនាងកំពុងតែប្រកែកជាមួយអ្នកគ្រូចំណាស់នោះក៏ឃើញអ្នកគ្រូម្នាក់ទៀតកំពុងតែឈរមើលពីក្រោយនិងបង្ហាញទឹកមុខចម្លែកតែមិននិយាយអ្វីនោះទេបន្ទាប់មកដោយសារតែចិត្តម្នាក់នឹងមិនជឿពីអ្វីដែលសាលានោះបង្រៀនប្រាប់នាងក៏ព្យាយាមរត់ចេញពីសាលានោះហើយមើលទៅសាលាមួយនោះគឺមានសភាពដាច់ស្រយាលគឺនៅក្នុងព្រៃជ្រៅនឹងឃើញនាងកំពុងតែរត់ក៏បានទៅជួបជាមួយនឹងបងប្រុសរបស់នាងគឺអាឌីដោយសារតែច្បាប់ទម្លាប់នៅក្នុងសាលាសាសនាគឺខាងប្រុសត្រូវរៀនដោយខាងប្រុសខាងស្រីគឺរៀននៅខាងស្រីមិនអាចលោកឡំគ្នានោះទេទើបពួកគេរស់នៅដាច់ដោយឡែកគ្នាបែបនេះហើយតាមពិតនៅថ្ងៃនេះពួកគេណាត់ជួបគ្នាគឺបំរុងនឹងរត់ចាក់ចេញពីទីនេះហើយផ្លូវដែលពួកគេអាចរត់ចេញមិនឲ្យគេដឹងនោះគឺដើរតាមច្រកផ្លូវលូដ៏ធំមួយហើយអាឌីក៏និយាយប្រាប់ស៊ីតាថាច្រកលូមួយនេះតែងតែមានពាក្យគេល្បីថាបើចូលទៅមិនអាចចេញមកវិញបាននោះទេដោយសារតែនៅខាងក្នុងនោះមានវិញ្ញាណខ្មោចជាច្រើនហើយអាឌីក៏និយាយថាបើយើងរស់នៅទីនេះមិនមានបញ្ហាអ្វីធំដុំយើងគួរតែកុំចាក់ចេញអីតែមើលទៅចរិតរបស់ស៊ីតាប្អូនស្រីរបស់គេនាងមានះខ្លាំងណាស់បើនាងគិតអ្វីហើយនាងត្រូវតែធ្វើឲ្យបានមិនខ្លាចអ្វីនោះទេក៏សម្រេចចិត្តដើរចូលខាងក្នុងលូនោះដើម្បីរកច្រកចេញពីទីនេះហើយពេលដែលនាងកំពុងតែដើរទៅនោះអាឌីក៏សួរនាងថាហេតុអ្វីពួកយើងត្រូវតែចាក់ចេញពីទីនេះបើចាក់ចេញទៅរួចហើយពួកយើងត្រូវទៅទីណារួចនាងក៏ថានាងចង់ទៅរកភ្នោជាកន្លែងដែលបរោះបង្កបញ្ហាធ្វើឲ្យឪពុកម្ដាយរបស់ពួកគេបាត់បង់ជីវិតនោះបានថតសម្លេងធ្ងន់ធ្ងររបស់ខ្មោចចេញពីក្នុងភ្នោនោះក្នុងគោលបំណងរបស់នាងគឺចង់បញ្ជាក់ថាការថតមួយនោះគឺជាការបោកប្រាស់ហើយអាឌីក៏ថាចុះបើឯងរកឃើញការពិតថាវាបោកប្រាស់ហើយវាយ៉ាងម៉េចទៀតរួចនាងក៏ថាឪពុកម្ដាយរបស់យើងបានបាត់បង់ជីវិតដោយសារតែមនុស្សដែលមានជំនឿទៅលើរឿងអមនុស្សកើតរោគចិត្តទាំងអស់នោះក៏បង្កទៅធ្វើរឿងបែបនោះឯងមិនឈឺចិត្តទេឬដូចនេះនាងត្រូវតែរកការពិតឲ្យឃើញរួចក៏ដើរចូលទៅក្នុងលូនោះទៅដោយសារតែខត់ប្អូនស្រីមិនបានអាឌីក៏ដើរតាមនាងចូលទៅខាងក្នុងដៃកាន់ពិលមួយតែបានបន្តិចពិលរបស់គេក៏ស្រាប់តែរលត់ទៅដោយសារតែអស់ថ្មតែយ៉ាងណាស៊ីតាក៏នៅតែតាំងចិត្តដើរទៅមុខបន្តទៀតហើយនាងប្រាប់អាឌីថាបើយើងនៅតែបន្តដើរទៅមុខមិនយូរប៉ុន្មានពួកយើងនឹងអាចរកច្រកចេញឃើញតែនៅពេលដែលពួកគេដើរចូលកាន់តែជ្រៅទៅពួកគេក៏ស្រាប់តែមានអារម្មណ៍ថាពិបាកដកដង្ហើមណាស់ប្រហែលនៅពេលដែលកាន់តែជ្រៅគឺកង្វះអុកស៊ីសែនតែនាងក៏នៅតែបន្តដើរចូលទៅហើយពួកគេទាំងពីរក៏ស្រាប់តែបង្វែងគ្នាទៅហើយដោយសារតែងងឹតរួចនាងក៏ព្យាយាមស្រែកហៅអាឌីតែក៏ស្រាប់តែបានឃើញក្មេងប្រុសម្នាក់កំពុងតែអង្គុយខាងក្នុងនោះនៅនឹងមុខនាងតែមិនមែនជាអាឌីនោះទេរួចនាងក៏សួរថាតើឯងគឺជានរណារួចក្មេងប្រុសនោះក៏ក្រោកមកឆ្លើយថាខ្ញុំឈ្មោះអាម៉ាល់ដោយសំឡេងដូចជាខ្មោចអញ្ចឹងរួចនាងក៏ប្រញាប់ងាកត្រឡប់ក្រោយជាយាមរត់ចាក់ចេញពីទីនោះរហូតដល់ចេញទៅខាងក្រៅវិញក៏ស្រាប់តែឃើញបងប្រុសរបស់នាងនិងមនុស្សដែលនៅក្នុងសាលានោះកំពុងតែឈររងចាំពួកគេពីខាងក្រៅព្រោះតែដឹងថាពួកគេកំពុងតែមានបំណងរត់ចាក់ចេញបន្តមកភាពក៏កាត់មកស៊ីតាកំពុងតែត្រូវអ្នកគ្រូម្នាក់ដឹកដៃនាងត្រឡប់ទៅបន្ទប់វិញនឹងជាយាមនិយាយបញ្យលនាងថាកុំឲ្យមានចិត្តម្នាក់ទោសៈនៅក្នុងចិត្តអ្វីក៏ដោយក៏ត្រូវតែគិតមួយមានហេតុផលនិងកុំប្រមាថព្រោះឯងនឹងអាចសាងកំហុសម្ដងទៀតព្រះនឹងមិនទុកយើងចោលនោះទេបើសិនជាយើងបើកចិត្តស្វែងយល់ហេតុផលហើយភ្លាមនោះនាងក៏យំដោយសារតែនឹកទៅដល់ឪពុកម្ដាយរបស់នាងដែលបាត់បង់ជីវិតកាលពីពេលមុននោះហើយអ្នកគ្រូក៏ថាអ្វីគ្រប់យ៉ាងសុទ្ធតែអាចផ្លាស់ប្ដូរហើយយើងក៏ត្រូវតែទទួលយកភ្លាមនោះនាងក៏សួរទៅកាន់អ្នកគ្រូថាអ្នកគ្រូស្គាល់ក្មេងប្រុសឈ្មោះអាម៉ៅឬក៏អត់ហើយគាត់ក៏ថាមិនដេចក៏ឯងសួរបែបនេះរួចនាងក៏តបថាខ្ញុំបានជួបគេនៅក្នុងលូនោះហើយគេប្រាប់ថាគេឈ្មោះអាម៉ៅហើយមើលទៅសភាពរបស់គេដូចជាមិនមែនជាមនុស្សនោះទេពេលដែលស្ដាប់ឮច្បាស់លាស់បែបនេះអ្នកគ្រូម្នាក់នោះក៏ហាក់ប្រែទឹកមុខហាក់ដូចជាបង្ហាញតែគាត់ស្គាល់ក្មេងប្រុសម្នាក់នោះតែមិនទាន់បាននិយាយអ្វីតបផងក៏ឃើញអ្នកគ្រូបង្រៀនស៊ីតានៅក្នុងថ្នាក់ដែលនាងតែងតែប្រកែកជាមួយនោះបានចូលមកបន្ទាប់មករូបភាពក៏កាត់មកឃើញកូនសិស្សស្រីទាំងអស់កំពុងតែកាន់សៀវភៅធ្វើដំណើរទៅកាន់កន្លែងសិក្សានៅអគារក្បែរនោះក៏កំពុងតែដើរឆ្លងកាត់ស្ពានមួយក៏ស្រាប់តែឃើញមានឡានមួយបានបើកចូលមកហើយសិស្សមួយចំនួនក៏ឆ្ងល់ថាតើជានរណាគឺជាឡានរបស់អ្នកណាហើយអ្នកដែលដឹងក៏ប្រាប់ថាគឺជាឡានរបស់បរិសុទ្ធចិត្តល្អម្នាក់ដែលតែងតែឧបត្ថម្ភមកកាន់សាលាសាសនារបស់ពួកយើងបន្ទាប់មកពួកគេក៏ធ្វើដំណើរចូលទៅដល់ក្នុងថ្នាក់រៀនគឺរៀននៅម៉ោងយប់តែភ្លាមនោះស៊ីតាក៏ស្រាប់តែបានមើលឃើញតាមបង្អួចឃើញអ្នកគ្រូចំណាស់និងអ្នកគ្រូវ័យក្មេងនោះកំពុងតែទាស់សម្ដីគ្នានៅខាងក្រៅហើយអ្នកគ្រូវ័យក្មេងក៏និយាយថាខ្ញុំនឹងបញ្ឈប់ការធ្វើបែបនេះទៅកាន់ក្មេងៗរបស់បរិសុទ្ធម្នាក់នោះតែអ្នកគ្រូចំណាស់ថាតើឯងដឹងឲ្យប្រកាសយ៉ាងណាថាវាពិតឬក៏អត់រួចនាងក៏និយាយថាខ្ញុំដឹងថាអ្នកគ្រូដឹងរឿងនេះហើយគ្រប់គ្នានៅទីនេះក៏សុទ្ធតែដឹងមានតែខ្ញុំទេដែលមិនដឹងនោះទើបតែដឹងនៅពេលនេះហើយអ្នកគ្រប់គ្នាដឹងហើយក៏នៅតែមិនព្រមធ្វើអ្វីមួយជួយសិស្សទាំងអស់នោះទេហើយអ្នកគ្រូចំណាស់នោះក៏និយាយថាគាត់បានធ្វើរឿងល្អជាច្រើនសម្រាប់ក្មេងៗនៅបណ្ឌុលសិក្សាសាសនានេះគាត់តែម្នាក់គត់ដែលជាអ្នកឧបត្ថម្ភមកកាន់សាលារបស់យើងទើបយើងអាចបន្តការអប់រំឲ្យពួកគេមានអនាគតរួចអ្នកគ្រូក្មេងក៏និយាយថាមានអនាគតដូចអាម៉ៅគេត្រូវបាត់បង់ជីវិតខ្លាយទៅជាខ្មោចក្នុងលូនោះមែនទេតែនេះមែនទេទៅជាអនាគតដ៏ល្អនោះហើយអ្នកគ្រូក្មេងក៏សួរអ្នកគ្រូចំណាស់បន្តថាថ្ងៃមិញខ្ញុំឃើញគាត់មកទីនេះបើកឡានចូលមកតើអ្នកណាគឺជាអ្នកបន្ទាប់ហើយអ្នកគ្រូចំណាស់នោះក៏និយាយថាអ្នកដែលបរិសុទ្ធនោះយកទៅបន្ទាប់គឺជាអាឌីបងប្រុសរបស់ស៊ីតាហើយរូបភាពក៏បង្ហាញឃើញថាស៊ីតាកំពុងតែលបស្ដាប់ពួកគេនៅពេលដែលលើបែបនេះនាងគឺពិតជារន្ធត់ចិត្តខ្លាំងណាស់បារម្ភពីបងប្រុសរបស់នាងក៏ប្រញាប់រត់ទៅកន្
ន្លែងស្នាក់នៅរបស់អាឌីក៏ស្រាប់តែឃើញក្រុមមនុស្សកំពុងតែឈរយាមនៅខាងមុខនោះហើយក៏ឃើញបរិនោះកំពុងតែចាប់យកអាឌីចូលទៅក្នុងបន្ទប់បាត់ទៅហើយចំណែកស៊ីតាក៏ត្រូវអ្នកការពារនៅខាងមុខផ្ទះនោះយកទៅឃុំទុកនៅក្នុងបន្ទប់ហើយនាងក៏ព្យាយាមរកវិធីដើម្បីគាស់បង្អួចចេញទៅខាងក្រៅនៅពេលនាងចេញទៅខាងក្រៅក៏បានឃើញអ្នកគ្រូក្មេងនោះបានមកជួបនាងនៅខាងក្រៅនោះហើយប្រាប់នាងថាខ្ញុំបានដាក់សម្លៀកបំពាក់ក៏ដូចជាលុយនិងអាហារមួយចំនួនត្រៀមឲ្យនាងរួចហើយនិងប្រគល់ពិលថ្មីឲ្យមួយទៀតផងរួចក៏ប្រាប់ឲ្យនាងចាក់ចេញពីទីនេះចុះកុំត្រឡប់មកវិញអីនៅពេលដែលនាងចេញទៅក៏ស្រាប់តែមកលបចាំឡានបរោះម្នាក់នោះហើយក៏បញ្ឆោតបរោះម្នាក់នោះឲ្យចុះពីឡានដោយគប់កញ្ចក់ឡានគាត់ឲ្យបែករួចក៏បង្កសម្លេងនៅក្បែរនោះធ្វើឲ្យគាត់ដើរទៅឆក់ឱកាសឲ្យនាងយកបងប្រុសរបស់នាងចេញពីក្នុងឡានរត់ចេញទៅជាមួយគ្នាតែមើលទៅសភាពបងប្រុសរបស់នាងហាក់ដូចជាបាត់បង់ស្មារតីទៅហើយប្រហែលជាត្រូវបរោះនោះបំពេញរួចទៅហើយបន្ទាប់មកពួកគេក៏ធ្វើដំណើរទៅដល់មាត់លូនោះម្ដងទៀតហើយអាឌីក៏ផ្ដល់យោបល់ថាម្ដេចក៏ពួកយើងមិនសាកលបងរត់ចេញដោយការផ្លោះរបងទៅវាល្អជាងប្រហែលជាគ្មានអ្នកយាមនៅពេលយប់នោះទេរួចស៊ីតាក៏ថាឯងកុំនិយាយច្រើនពេកខ្ញុំគិតច្បាស់ហើយនេះជាផ្លូវតែមួយគត់ដែលយើងអាចចាក់ចេញបានហើយមុននឹងចូលទៅក្នុងលូនោះពួកយើងត្រូវតែចាប់ផ្ដើមគិតវិជ្ជមានត្រូវជឿទៅលើការពិតថាអ្វីដែលបង្ហាញនៅខាងមុខនេះពេលដែលយើងចូលទៅខាងក្នុងគឺសុទ្ធសឹងតែមិនមែនជាការពិតនោះទេហើយនៅពេលដែលពួកគេកំពុងតែដើរចូលទៅខាងក្នុងពួកគេក៏និយាយថាបើសិនជាពួកយើងអាចចេញពីទីនេះបានមិនត្រូវឲ្យនរណាស្គាល់ពួកយើងនោះទេព្រោះបើលោកពូរបស់ពួកយើងរកឃើញនឹងបញ្ជូនពួកយើងមកទីនេះវិញចាក់ជាមិនខានព្រោះគាត់មានបំណងចង់ឲ្យយើងនៅទីនេះរហូតដើម្បីលេបយកទ្រព្យសម្បត្តិឪពុកម្ដាយរបស់យើងដែលបន្សល់ទុកតែភ្លាមនោះពួកគេក៏ស្រាប់តែឮសំឡេងយំចេញពីខាងក្នុងនោះយ៉ាងគួរឲ្យខ្លាចហើយនាងក៏និយាយថាកុំខ្វល់អីវាអាចជាសំឡេងសត្វនោះទេរួចក៏ចាប់ដៃបងប្រុសរបស់នាងដើរទៅមុខបន្តទៀតតែនៅពេលដែលបានបន្តិចនាងក៏សួរបងប្រុសរបស់នាងថាហេតុអ្វីដៃរបស់ឯងត្រជាក់ម្ល៉េះឯងភ័យមែនទេរួចនៅពេលដែលនាងងាកទៅមើលឲ្យច្បាស់ទៅក៏ឃើញថាមិនមែនជាអាឌីបងប្រុសរបស់នាងនោះទេគឺជាខ្មោចក្មេងប្រុសឈ្មោះអាម៉ៅនោះធ្វើឲ្យនាងឃើញហើយក៏ពិតជាភ័យខ្លាចខ្លាំងណាស់ឃើញបែបនេះនាងក៏ប្រញាប់រត់ទៅមុខបន្តទៀតក៏ចេញពីខ្មោចក្មេងប្រុសនោះតាមស្វែងរកអាឌីបងប្រុសរបស់នាងរួចក៏ឃើញគេកំពុងតែអង្គុយបិទត្រចៀកភ័យខ្លាចនៅខាងមុខរួចក៏ប្រញាប់ចូលទៅដឹកដៃគេដើម្បីរត់ទៅមុខបន្តទៀតដោយមិនស្ដាប់និងងាកក្រោយអ្វីនោះទេទោះបីជាឮសំឡេងស្រែកហៅពួកគេបែបណាក៏ដោយរហូតដល់ពួកគេអាចរួចផុតលូដ៏ធំនោះឃើញពន្លឺច្រកចេញពីទីនោះបន្តមករភាពក៏កាត់មកពេលបច្ចុប្បន្នក៏ឃើញស៊ីតាបានធំពេញក្រមុំទៅហើយកំពុងតែបម្រើការងារនៅក្នុងមណ្ឌលចាស់ជរាមួយកន្លែងជាកលៀនលោកបឋាយិកាហើយមើលទៅនាងគឺពិតជាពេញចិត្តនៅក្នុងការបម្រើការងារនៅក្នុងនោះខ្លាំងណាស់និងមើលថែបម្រើចាស់ជរានៅក្នុងមណ្ឌលនោះដោយសប្បាយចិត្តនិងហ្មត់ចត់ខ្លាំងណាស់ហើយរូបភាពក៏បង្ហាញអំពីប្តីប្រពន្ធចាស់ជរាពីរនាក់ដែលជាគូស្នេហ៍របស់ពួកគាត់ទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ហើយលោកតាក៏តែងតែលួងលោមផ្គប់ចិត្តលោកយាយគ្រប់ពេលវេលាតែម្ដងហើយលោកយាយក៏ងងក់ដូចជាក្មេងស្រីឲ្យលោកតាលួងមើលទៅគឺពិតជាខ្ជូតខ្លាំងណាស់ចំណែកលោកតាម្នាក់ទៀតចូលចិត្តតន្ត្រីប្រហែលជាកាលពីនៅក្មេងគាត់ជាតន្ត្រីក៏ហើយក៏តែងតែអួតកូនស្រីរបស់គាត់នៅក្នុងទូរទស្សន៍នោះហើយកូនស្រីរបស់គាត់គឺជាអ្នកដឹកនាំកម្មវិធីដ៏ល្បីល្បាញម្នាក់ហើយគាត់ក៏ប្រាប់ស៊ីតាថាឯងគួរតែចូលក្នុងកម្មវិធីកូនស្រីរបស់ខ្ញុំទៅរៀបរាប់អំពីជីវិតមើលថែមនុស្សចាស់នៅក្នុងមណ្ឌលនេះវាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ហើយឯងក៏បំពេញការងារបានល្អទៀតភ្លាមនោះក៏ឮសំឡេងប្រកែកគ្នានៅក្នុងបន្ទប់របស់ចាស់ជរាម្នាក់ទៀតហើយស៊ីតាក៏ដើរទៅមើលក៏ស្រាប់តែឃើញប្តីប្រពន្ធពីរនាក់កំពុងតែឈរនៅក្នុងបន្ទប់របស់លោកតានោះហើយមើលទៅគាត់ហាក់ដូចជាអភិជនអញ្ចឹងសូម្បីតែបន្ទប់របស់គាត់គឺរៀបចំល្អឥតខ្ចោះណាស់ហើយលោកតានោះក៏ប្រាប់អ្នកគ្រូស៊ីតាឲ្យជួយឲ្យកូនរបស់គាត់ចាក់ចេញពីទីនេះទៅគាត់មិនចង់ជួបពួកគេនោះទេហើយក៏មិនចង់ចាក់ចេញពីទីនេះត្រឡប់ទៅផ្ទះវិញដែរហើយកូនរបស់គាត់ក៏និយាយថាហេតុអ្វីលោកប៉ាសុខចិត្តមកស្នាក់នៅមណ្ឌលបែបនេះគ្រួសាររបស់យើងជាអ្នកមានមុខមាត់អាចឲ្យអ្នកមើលថែប៉ានៅឯផ្ទះបានចាំបាច់អីមកស្នាក់នៅទីនេះរួចលោកតានោះក៏និយាយថាខ្ញុំមិនចូលចិត្តពួកឯងទេហើយពួកឯងក៏មិនចូលចិត្តខ្ញុំដែរពួកឯងចង់ឲ្យយើងទៅផ្ទះវិញគឺគ្រាន់តែចង់លើកមុខមាត់ពួកឯងកុំឲ្យអ្នកនៅជុំវិញខ្លួនថាពួកឯងបណ្ដោយឲ្យឪពុកមករស់នៅមណ្ឌលចាស់ជរាបែបនេះវាមើលទៅអាក្រក់មើលធ្លាក់មុខមាត់របស់ពួកឯងទាំងដែលចិត្តពិតរបស់ពួកឯងមិនដែលខ្វល់ពីយើងនោះទេដូចនេះខ្ញុំរស់នៅទីនេះដោយស្ងប់ស្ងាត់ទៅបានហើយខ្ញុំរស់នៅដោយខ្ញុំហើយពួកឯងរស់នៅដោយជីវិតរបស់ពួកឯងកុំមករំខានយើងអីហើយពីអ្នកប្តីប្រពន្ធនោះក៏ឲ្យអ្នកគ្រូស៊ីតាជួយក្នុងការណែនាំឪពុករបស់ពួកគេឲ្យត្រឡប់ទៅផ្ទះវិញតែនាងក៏ថាខ្ញុំមានតួនាទីគ្រាន់តែមើលថែពួកគាត់នោះទេហើយសិទ្ធិសម្រេចត្រូវតែចេញពីពួកគាត់ថាចង់រស់នៅទីនេះឬក៏អត់ឬក៏ត្រឡប់ទៅផ្ទះវិញរួចពួកគេក៏មិនដឹងថាបង្ខំឪពុករបស់ពួកគេឲ្យទៅផ្ទះវិញដោយរបៀបណាបន្តទៀតក៏សម្រេចចាក់ចេញពីទីនោះទៅបន្តរភាពក៏កាត់មកពេលបន្ទាប់ក៏ឃើញស៊ីតាកំពុងតែលើកទឹកឲ្យលោកតានោះតែគាត់នៅពេលយប់ក៏ចាប់ផ្ដើមកើតអាការៈយំដូចជាកូនក្មេងនិងស្រែករកម្ដាយរបស់គាត់ឲ្យមកមើលថែគាត់ហើយស៊ីតាក៏ចូលទៅលួងលោកតានោះឲ្យគាត់តម្រេតខ្លួនចូលគេងទៅតែអ្វីដែលចម្លែកនាងក៏ស្រាប់តែដកទូរស័ព្ទមកថតសកម្មភាពគេងយំរបស់លោកតានោះយ៉ាងចម្លែកហើយក៏បន្តយកវីដេអូនោះទៅមើលបន្តនឹងឃើញនាងទៅមើលវីដេអូផ្សេងដែលពាក់ព័ន្ធជាមួយនឹងលោកអាចារ្យក្នុងសាសនានិយាយអំពីកម្មផលបន្តពីសាងបាបហើយបាបនោះនឹងសងនៅពេលចាស់ក៏ដូចជាបន្តចូលទៅដល់ក្នុងភ្នូររបស់ពួកគេដែលត្រូវបញ្ចុះបន្តពីបាត់បង់ជីវិតហើយក៏ឃើញមានការតស៊ូមតិគ្នាផ្ទុយពីនេះនិយាយអំពីការបកស្រាយបែបវិទ្យាសាស្ត្រថាអ្វីគ្រប់យ៉ាងដែលមនុស្សឃើញវាអាចមកពីស្មារតីមិននឹងណក៏ដូចជាករណីដែលមនុស្សចូលទៅក្នុងលូដែលគេល្បីថាមានខ្មោចនោះដោយសារ
តែពុំសូវមានអុកស៊ីសែនទើបធ្វើឲ្យខួរក្បាលមនុស្សស្រមៃឃើញរបស់ប្លែកៗពុំមានការពិតនោះទេហើយបែបនេះបានន័យថាស៊ីតាកំពុងតែមានបំណងអ្វីមួយហើយដែលមកធ្វើការនៅក្នុងមណ្ឌលចាស់ជរានេះទើបនាងកំពុងតែស្រាវជ្រាវនិងធ្វើបែបនេះបន្តមករូបភាពក៏កាត់មកបរិសម្នាក់កំពុងតែធ្វើការជាអ្នកសម្អាតសពជាមួយនឹងក្រុមការងាររបស់គាត់រួចហើយទើបបញ្ជូនសាកសពយកទៅបញ្ចុះនៅកន្លែងកប់សពហើយរូបភាពក៏បន្តបង្ហាញនៅកន្លែងកប់សពក៏ឃើញស៊ីតាកំពុងតែឈរក្បែរបរិសនោះកំពុងតែធ្វើការដោយតាមពិតគេគឺជាអាឌីបងប្រុសរបស់ស៊ីតានោះឯងហើយមើលទៅគាត់ហាក់ដូចជាមិនពេញចិត្តក្នុងការធ្វើការងារមួយនេះនោះទេតែគាត់ធ្វើសពថ្ងៃគឺដើម្បីតាមបំណងរបស់ស៊ីតាទៅវិញហើយស៊ីតាក៏ថាទ្រាំសិនទៅបន្តិចទៀតនាងនឹងបញ្ជាក់ការពិតទៅដល់អ្នកគ្រប់គ្នាខ្ញុំចង់ឲ្យមនុស្សទាំងអស់ឈប់ជឿទៅលើរឿងអបិយជំនឿតាឌីក៏ថាតែពេលនោះពួកយើងពិតជាបានឃើញពពួកអមនុស្សពិតមែនដោយផ្ទាល់ភ្នែករបស់ពួកយើងនៅខាងក្នុងលូកណ្ដាលព្រៃនោះតែស៊ីតាក៏ថាខ្ញុំបានស្រាវជ្រាវរកការពិតឃើញហើយតាមពិតពេលដែលយើងចូលទៅក្នុងលូនោះមានកង្វះអុកស៊ីសែនទើបធ្វើឲ្យខួរក្បាលរបស់យើងបង្ហាញរូបភាពស្រមើស្រមៃឲ្យយើងឃើញបែបនោះហើយដើម្បីបញ្ជាក់ការពិតឲ្យច្បាស់ខ្ញុំនឹងចូលទៅថតសកម្មភាពនៅក្នុងភ្នោរបស់មនុស្សបាត់បង់ជីវិតពិតៗហើយខ្ញុំឲ្យបងធ្វើការមួយនេះដើម្បីពេលក្រោយអាចមានឱកាសឲ្យខ្ញុំបានចូលទៅក្នុងភ្នោដោយងាយស្រួលហើយបន្តិចទៀតនឹងមានបរិសម្នាក់ដែលខ្ញុំច្បាស់ថាគាត់ពិតជាមានបាបកម្មពិតប្រាកដមែនហើយយកគាត់មកបញ្ចុះនៅក្បែរនេះមួយទៀតហើយពួកយើងនឹងពិសោធន៍រឿងមួយនោះដើម្បីបញ្ជាក់ការពិតបញ្ចប់ភារកិច្ចមួយនេះបន្តមករូបភាពក៏កាត់មកអាឌីកំពុងតែត្រឡប់ទៅបន្ទប់ស្នាក់នៅរបស់គេវិញតែព្រាមនោះរូបភាពក៏បានឃើញមាននារីម្នាក់បានបើកទ្វារបន្ទប់របស់គេចេញមកនិងនិយាយថាអូនសុខចិត្តទ្រាំរស់នៅជាមួយបងកន្លងមកគឺដោយសារតែអូនស្រឡាញ់បងនិងគិតថាបងគិតអំពីគ្រួសារនិងអនាគតរបស់យើងតែចំណែកបងមួយថ្ងៃនៅតែកន្លែងភ្នោខ្មោចប្រាក់ក៏រកមិនសូវបានហើយតែធ្វើការមួយនោះដោយគ្មានហេតុផលសួរមិនឆ្លើយនោះទេហើយពេលនោះនាងក៏បោះបង្វិចខោអាវរបស់គាត់ចេញមកខាងក្រៅរួចក៏បិទទ្វារមិនឲ្យគាត់ចូលទៅនោះទេហើយក៏និយាយថាបើបងនៅតែបែបនេះមិនចាំបាច់ត្រឡប់មកវិញនោះទេរួចគាត់ក៏កាន់កាបូបឆាកចេញពីអាគារនោះទៅបន្តរូបភាពក៏កាត់មកឃើញស៊ីតាកំពុងតែដើរចូលទៅបន្ទប់របស់លោកតាម្នាក់នោះដែលគាត់កំពុងតែស្ដាប់តន្ត្រីបុរាណកំសាន្តនៅក្នុងបន្ទប់របស់គាត់រួចនាងក៏ដើរចូលទៅនិងបង្ហើបប្រធានបទចម្លែកមួយទៅកាន់បរិសចំណាស់នោះរួចគាត់ក៏សួរថាតើលោកតានៅចាំខ្ញុំបានទេខ្ញុំឈ្មោះស៊ីតាខ្ញុំស្គាល់នាងទេតានាងគឺជាស៊ីតាធ្វើការនៅទីនេះមិនដូចក៏ខ្ញុំមិនស្គាល់នោះតែនាងក៏ថាខ្ញុំគឺជាស៊ីតាធ្លាប់ជាកូនសិស្សនៅក្នុងសាលារបស់លោកដែលលោកឧបត្ថម្ភមួយនោះហើយក៏ជាប្អូនស្រីរបស់ក្មេងប្រុសឈ្មោះអាឌីដែលលោកបានបំពេញនោះដែរហើយគ្រាន់តែលើពាក្យសម្ដីបែបនេះភ្លាមលោកតានោះក៏ស្រាប់ប្រែទឹកមុខពីសប្បាយមកចម្លែកទៅវិញហើយនាងក៏បន្តថាពួកយើងបានរត់ចាកចេញពីទីនោះបន្ទាប់ពីលោកបំពេញបងប្រុសរបស់ខ្ញុំហើយករណីដែលលោកធ្វើបែបនេះខ្ញុំស៊ើបដឹងហើយវាលើសពី50ដងទៅហើយលោកពិតជាមានបាបណាស់ហើយខ្ញុំមកធ្វើការនៅទីនេះគឺមានចេតនាមកតាមដានជីវិតរបស់លោកហើយភ្លាមនោះក៏ស្រាប់តែឃើញអាឌីបន្ទាប់ពីប្រពន្ធរបស់គេដេញចេញពីបន្ទប់ចង់មករកប្អូនស្រីដើម្បីរកកន្លែងស្នាក់នៅចៃដន្យក៏មកលឺអ្វីដែរស៊ីតាសន្ទនាជាមួយបរិសចំណាស់នោះធ្វើឲ្យគេនឹកឃើញទៅដល់រឿងអតីតកាលដែលបរិសនោះបំពេញគេកើតកំហឹងខ្លាំងណាស់និងសឹងតែចូលទៅបញ្ចប់ជីវិតបរិសចំណាស់នោះដោយផ្ទាល់ដៃតែម្ដងទៅហើយតែប្អូនស្រីរបស់គេហាមគេកុំឲ្យធ្វើបែបនេះវាអាចមានទោសព្រោះបរិសម្នាក់នេះគាត់ក៏មិនអាចមានជីវិតបន្តទៀតដែរទុកឲ្យគាត់បញ្ចប់ជីវិតខ្លួនឯងទៅរួចគ្រប់គ្នាមិនដឹងរឿងក៏បាននាំគ្នាចូលមកមើលបរិសចំណាស់នោះនៅខាងក្នុងបន្ទប់នោះហើយបរិសចំណាស់នោះក៏ដើរទៅយកអាវុធរបស់គាត់ដែលលាក់ទុកកន្លងមកទៅបញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់នោះយ៉ាងគួរឲ្យខ្លាចខ្លាំងណាស់បន្ទាប់មកដោយសារតែបរិសចំណាស់នោះពុំមានទំនាក់ទំនងល្អជាមួយនឹងកូនចៅរបស់គាត់ហើយកូនចៅរបស់គាត់ក៏អាត្មានិយមផងដែរនោះក៏ឲ្យខាងមណ្ឌលរៀបចំបញ្ចុះគាត់ដោយសម្ងាត់កុំឲ្យដំណឹងបាត់បង់ជីវិតឪពុករបស់ពួកគេនេះលេចលឺទៅដល់ខាងក្រៅឲ្យសោះហើយនេះក៏ជាឱកាសដែលស៊ីតារៀបចំឲ្យបងប្រុសរបស់គេធ្វើជាអ្នកបញ្ចុះសពផ្ដល់ឱកាសឲ្យគេអាចចូលទៅក្នុងភ្នោនោះថតសកម្មភាពនៅក្នុងភ្នោនោះឲ្យដឹងការពិតពិសោធន៍ការពិតដោយខ្លួនឯងនោះថាពេលដែលមនុស្សត្រូវបានបញ្ចុះនៅក្នុងភ្នោហើយជាមនុស្សដែលមានកម្មពៀបែបនេះនឹងត្រូវមានរឿងអ្វីកើតឡើងហើយទីបំផុតក៏ដល់ពេលត្រូវបញ្ចុះបរិសចំណាស់ម្នាក់នោះហើយក៏ឃើញស៊ីតាកំពុងតែរៀបចំត្រៀមចោះចូលទៅក្នុងភ្នោនោះដើម្បីឲ្យបងប្រុសរបស់នាងកប់នាងជាមួយនឹងបរិសចំណាស់នោះហើយនាងកាន់កាមេរ៉ាដើម្បីទុកថតសកម្មភាពទាំងអស់នៅខាងក្រោមភ្នោនោះដើម្បីបញ្ជាក់ថាពិតជាមានពពួកអមនុស្សមកធ្វើទារុណកម្មមនុស្សដែលបានបញ្ចុះមានកម្មពៀពិតប្រាកដមែនដែរឬក៏អត់ហើយនៅពេលដែលនាងចោះចូលទៅបងប្រុសរបស់នាងក៏ហុចកាមេរ៉ាមួយឲ្យនាងដែលវាអាចថតបានយូរមកនិងអាចថតនៅទីងងឹតបានថែមទៀតផងបន្ទាប់ពីបានកាមេរ៉ារួចនាងក៏ដេកក្បែរសាកសពនោះកាន់កាមេរ៉ាទុកត្រៀមថតនិងប្រាប់ឲ្យបងប្រុសរបស់នាងថាឲ្យប្រយ័ត្នចន្លោះត្រៀមទុកឲ្យនាងដកដង្ហើមកុំឲ្យបិទឲ្យសោះនិងកុំភ្លេចត្រូវនៅទីនេះយាមរហូតដល់ព្រឹកឯងចាំកាយយកនាងត្រឡប់ចេញទៅវិញហើយគ្រប់យ៉ាងនឹងត្រូវបានបង្ហាញការពិតនៅព្រឹកឯងនេះហើយរួចបងប្រុសរបស់នាងក៏ចាប់ផ្ដើមដាក់ក្តារទប់ដីនៅមាត់ភ្នោនោះហើយក៏ចាប់ផ្ដើមជីកដីលុបភ្នោនោះតាមបំណងរបស់នាងនៅពេលដែលធ្វើរួចបងប្រុសរបស់នាងក៏នៅអង្គុយចាំនៅក្បែរនោះមិនហ៊ានទៅណានោះទេព្រោះខ្លាចមានរឿងអីអាចនឹងធ្វើឲ្យប្អូនស្រីរបស់គេបាត់បង់ជីវិតម្នាក់ទៀតតែភ្លាមនោះក៏ស្រាប់តែហាក់ដូចជាមានអ្វីម្យ៉ាងកំពុងតែធ្វើដំណើរមកក្បែរឌីហើយរូបភាពក៏បង្ហាញថាវាគឺជាសត្វពស់ហើយចំណែកស៊ីតាកំពុងតែបើកកាមេរ៉ាថតនៅខាងក្រោមភ្នោនោះហើយនាងគឺពិតជាក្លាហានខ្លាំងណាស់ដាក់កាមេរ៉ាថតគេងក្បែរសាកសពនៅក្នុងភ្នោនោះដោយពុំមានបង្ហាញភាពភ័យខ្លាចអ្វីបន្តិចសោះហើយនៅពេលដែលនាងមិនទាន់គេងលក់អ្វីគ្រប់យ៉ាងនៅក្នុងភ្នោនោះវាហាក់ដូចជាធម្មតាទាំងអស់នោះទេតែ
ក្រនតែនាងគេងលក់ក៏ស្រាប់តែបើកភ្នែកមកវិញកំពុងតែនៅក្នុងលូដែលនាងរត់ចេញជាមួយនឹងបងប្រុសរបស់នាងកាលពីនៅក្មេងនោះទៅវិញហើយក៏ចាប់ផ្ដើមឃើញរូបភាពមានខ្មោចជាច្រើនកំពុងតែនៅខាងក្រោមនោះបង្ហាញខ្លួនឲ្យនាងបានឃើញម្ដងមួយម្ដងនៅទីនេះម្ដងនៅទីនោះយ៉ាងគួរឲ្យខ្លាចខ្លាំងណាស់បានបន្តិចនាងក៏ស្រាប់តែស្រមៃឃើញរូបភាពអតីតកាលមួយនៅក្នុងហាងនំប៉័ងម្ដាយឪពុករបស់នាងហើយក៏ឃើញអ្នកបន្លំយកលុយនៅក្នុងហាងនោះម្ដងទៀតនឹងឃើញឪពុកម្ដាយរបស់នាងកំពុងតែឈរសម្លឹងមកកាន់នាងពីខាងក្រៅហាងហើយនាងក៏គិតពិចារណាថាបើសិនជាពេលនោះនាងមិនមាត់ក៏ប្រាប់ឪពុកម្ដាយរបស់នាងពីលុយបាត់បង់បន្តិចបន្តួចនោះគ្រប់យ៉ាងនឹងមិនកើតឡើងអាក្រក់បែបនេះនោះទេហើយបរិះនោះបន្លំយកលុយបន្តិចសម្រាប់ដោះស្រាយបញ្ហាបន្ទាន់ទៅស្រុកកំណើតតែប៉ុណ្ណោះព្រោះលុយនៅក្នុងប្រអប់ទូនោះច្រើនខ្លាំងណាស់តែគាត់សម្រេចចិត្តយកបន្តិចតែសម្រាប់ទិញសម្បត្តិឡានទៅស្រុកកំណើតតែយ៉ាងណាការលួចយកក៏នៅតែខុសមិនត្រឹមត្រូវនោះទេមិនគួរយកតម្រាប់តាមហើយចំពោះស៊ីតានាងក៏គួរតែកែប្រែចំណុចខុសឬក៏ត្រូវឲ្យនៅត្រឹមជាការទុកឱកាសឲ្យមនុស្សគ្រប់គ្នាមិនមែនមនុស្សដែលលួចយកឬក៏ធ្វើខុសគឺសុទ្ធសឹងតែត្រូវតែរកខុសត្រូវនោះទេបើបញ្ហានោះមិនធ្ងន់ធ្ងរប៉ះពាល់ដល់នាងក៏គួរតែអធិស្ឋានផ្ដល់ឱកាសឲ្យគេទៅព្រោះយើងអាចនឹងមានបញ្ហាធំចំពោះបញ្ហាតូចមួយនេះដូចជាអ្វីដែលកើតឡើងចំពោះឪពុកម្ដាយរបស់នាងអញ្ចឹងហើយនាងក៏ស្រាប់តែដឹងខ្លួនត្រឡប់មកវិញក៏យល់ការពិតនិងស្រាយកំហឹងរបស់នាងចេញពីក្នុងចិត្តដែលដកជាប់នៅក្នុងចិត្តរបស់នាងតាំងពីតូចមកនោះហើយក៏ព្យាយាមស្រែកហៅបងប្រុសរបស់នាងដើម្បីយកនាងចេញទៅខាងក្រៅវិញតែភ្លាមនោះនាងក៏ស្រាប់តែបានឃើញកំពុងតែមានបិសាចអ្វីម្យ៉ាងកំពុងតែចូលមកស៊ីសាកសពដែលនាងកំពុងតែគេងក្បែរនោះយ៉ាងគួរឲ្យខ្លាចខ្លាំងណាស់នឹងបញ្ចេញសម្រែកដូចជាអ្វីដែលបរិះនោះបានថតក្នុងកាសែតហើយនាងបានចាក់ស្ដាប់នោះអញ្ចឹងធ្វើឲ្យនាងស្រែកយំតែម្នាក់ឯងនៅក្នុងភ្នូនោះដោយភាពភ័យខ្លាចខ្លាំងណាស់ហើយបានបន្តិចក៏ឮសំឡេងបងប្រុសរបស់នាងកំពុងតែកាយដីដកក្តាររំដោះនាងចេញពីទីនោះវិញហើយក៏ឃើញសាកសពនោះត្រូវបានកំទេចដោយពពួកបិសាចធ្វើទារុណកម្មសាកសពនៅក្នុងភ្នូនោះហើយពួកគេក៏នាំគ្នាចាក់ចេញពីទីនោះដោយអស់ចិត្តហើយសាច់រឿងរបស់យើងក៏ត្រូវបានបញ្ចប់ត្រឹមនេះក៏សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតាមដានសាររឿងសម្រាយមួយនេះតាំងពីដើមរហូតដល់ចប់ជាចុងក្រោយសូមជូនពរប្រិយមិត្តទាំងអស់គ្នាសុខភាពល្អសំណាងល្អជួបគ្នានៅវីដេអូក្រោយជម្រាបលា